បញ្ហាមិនមែនជាឧបសគ្គទេតែជាអ្នកបង្វឹកអ្នកឲ្យកាន់តែខ្លាំងតាមពិតទៅគ្រប់បញ្ហាទាំងអស់សុទ្ធតែជាការលុតដំដើម្បីឲ្យយើងរីកចម្រើនខ្ញុំមានរឿងខ្លីមួយចង់ចែករំលែកដល់អ្នកទាំងអស់គ្នាគឺរឿងសំបុកមេអំបៅមានបុរសម្នាក់បានឃើញសំបុកមេអំបៅមួយដែលកំពុងមានប្រហោងតូចមួយគាត់បានអង្គុយមើលវាជាច្រើនម៉ោងហើយឃើញមេអំបៅដែលនៅខាងក្នុងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចេញតាមប្រហោងតូចនោះប៉ុន្តែនៅតែមិនអាចចេញមុខបានដោយមានចិត្តអាណិតបុរសនោះក៏គិតថាខ្ញុំគួរតែជួយវាបន្តិចហើយរួចគាត់ក៏បានយកកន្ត្រៃតូចមួយមកកាត់បើកមាត់សំបុកនោះឲ្យធំដោយថ្នមមេអំបៅនោះក៏ចេញមុខយ៉ាងងាយស្រួលប៉ុន្តែខ្លួនរបស់វាបែរជាស្វិតហើយស្លាបរបស់វាក៏រួញជាប់គ្នាមើលទៅខ្សោយយ៉ាងខ្លាំងបុរសនោះស្មានថាមិនយូរប៉ុន្មានស្លាបវានឹងរីកធំហើយហោះហើរបានប៉ុន្តែជាអកុសលមេអំបៅនោះបានត្រឹមតែវាពេញមួយជីវិតវាមិនអាចហោះហើរបានជារៀងរហូតអ្វីដែលបុរសចិត្តល្អម្នាក់នោះមិនយល់គឺការតស៊ូព្យាយាមចេញពីសម្បុកដ៏ចង្អៀតនោះគឺជាការរៀបចំរបស់ព្រះមេជាម្ចាស់មេអំបៅត្រូវតែឆ្លងកាត់ការច្របាច់ខ្លួនដើម្បីរុញសារធាតុរាវពីក្នុងខ្លួនឲ្យទៅដល់ស្លាបលុះត្រាតែឆ្លងកាត់ការតស៊ូដ៏លំបាកនោះទើបស្លាបរបស់វារឹងមាំហើយនៅពេលដែលវាចេញពីសម្បុកវានឹងអាចហោះហើរទៅលើមេឃដ៏ធំល្វឹងល្វើយបានមេរៀនពីមេអំបៅការគេចវេះពីបញ្ហាគឺជាការគេចវេះពីការរីកចម្រើនកុំឲ្យភាពងាយស្រួលបំផ្លាញសមត្ថភាពរបស់អ្នកឆ្លងកាត់ការរងសម្ពាធទើបធ្វើឲ្យអ្នកកាន់តែរឹងមាំប្រសិនបើជីវិតគ្មានឧបសគ្គយើងនឹងក្លាយជាមនុស្សទន់ជ្រាយដូចជាមេអំបៅបើមិនឆ្លងកាត់ការតស៊ូក្នុងសម្បុកដ៏ចង្អៀតទេវានឹងមិនអាចហោះហើរបានឡើយរាល់បញ្ហាដែលអ្នកកំពុងជួបនៅពេលនេះមិនមែនជាការដាក់ទណ្ឌកម្មទេតែជាការរៀបចំដើម្បីឲ្យអ្នករឹងមាំជាងមុនចូលប្រឈមមុខនឹងវាដើម្បីដោះស្រាយហោះហើរ